ខ្ញុំបាទសូមលំអរកាយគោរពនិងជម្រាបសួរពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពនៅថ្ងៃនេះខ្ញុំបាទសូមពំនាំអារម្មណ៍ពុកម៉ែបងប្អូននិងទស្សនិកជនមកតាមដានស្ដាប់នៅជោគជតារិស័យប្រចាំថ្ងៃដែលខ្ញុំបាទតែងតែធ្វើការអានជូនជារៀងរាល់ថ្ងៃដូច្នេះសូមពុកម៉ែធ្វើការ comment នៅលេខសំណាងនិងធ្វើការចុច like មួយសូមឲ្យសម្រេចដូចបងគិតបងការងារអ្វីសូមឲ្យជោគជ័យដោយសេចក្តីប្រាថ្នាសាធុសាធុសាធុសូមកុំឲ្យខាតពេលយូរសូមរីករាយតាមដានស្ដាប់នៅហោរាសាស្ត្រប្រចាំថ្ងៃប្រហោះនេះជាមួយ Channel ស៊ូស៊ីខ្ញុំបាទដោយតទៅឆ្នាំជូតកណ្ដុរនោមលៀបសំណាងអបរាជចិញ្ចឹមជួបតែរឿងល្អក្នុងផ្ទះមានលៀបមានសំណាងនិងជួបតែមនុស្សជួយជ្រោមជ្រែងរាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចម៉ោងនោមលៀបសំណាងគឺម៉ោង 6 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នោមលៀបសំណាងគឺពណ៌សនិងក្រហមលេខនោមលៀបសំណាងគឺ56និង88សូម comment 799យកលៀបសម្បត្តិមហាសេដ្ឋីនៅថ្ងៃនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លាហើយពិសេសអាចមានដំណឹងល្អថែមទៀតផងក្រៅពីនេះបើមានការប្រកបការងារតែងតែត្រូវចវាយនាយឬអ្នកគ្រប់គ្រងពេញចិត្តដែលផ្ដល់ផលប្រយោជន៍អ្វីមួយឲ្យសប្បាយចិត្តផងចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានការចម្រើនលូតលាស់និងបើចង់រើសទីកន្លែងលក់ដូរឬផ្លាស់ទីកន្លែងលក់ដូរអ្វីមួយក៏តែងតែផ្ដល់ផលល្អមកវិញផងដែររាយបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការសោកស្ដាយនិងផ្អែមល្ហែមប្រពៃណាស់ឆ្នាំឆ្លូវគោនោមលៀបនោមជ័យនោមសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដម្ភម៉ោងនោមលៀបសំណាងម៉ោង 8 ព្រឹកដល់ម៉ោង 7 យប់ពណ៌នោមលៀបសំណាងពណ៌ផ្ទៃមេឃនិងពណ៌ស្វាយលេខនោមលៀបសំណាងលេខ 2 និងលេខ 23សូម comment លេខ 555យកសម្បត្តិលៀបមហាសេដ្ឋីជាន់ខ្ពស់នៅថ្ងៃនេះដោយសារឌូរិស័យរបស់លោកអ្នកសតចោះហេតុនេះយកល្អលោកអ្នកត្រូវតែប្រកបកិច្ចការងារចាស់ឬកិច្ចការងារដែលនៅសេសសល់ពីមុនមកក៏ប្រសើរដែរក្រៅពីនេះបើលោកអ្នកមិនត្រូវខ្វាយខ្វល់ជាមួយក្រុមមនុស្សដែលពីព្រោះថាងាយនឹងកើតបញ្ហាអាក្រក់ណាស់ដែរក្រៅពីនេះបើមានការណាត់ជួបជាមួយនរណាម្នាក់ក៏បីទៅមុនពេលវេលានិងត្រៀមឯកសារឲ្យបានរៀបរយរាយអ្នកប្រកបមុខរបរជួញដូររកស៊ីវិញការជួញដូរទីជាតិឆ្ងាយពុំសូវគួរប្រសើរប៉ុន្មានទេគួរមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះថាមានតែក្រុមមនុស្សចាំផ្ដួលរំលំអ្នកដោយក្តីឈ្នានីសរាយបញ្ហាសេចក្តីស្នេហាប្រុសស្រីកបីកុំលែងល្បែងមេះម៉ោះច្រើននាំកើតរឿងសៅហ្មងមានតែបញ្ហាប្រទៀងប្រទើសជាមួយគ្នាតែប៉ុណ្ណោះឆ្នាំខាលខ្លាសេដ្ឋីចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានគំនិតភ្លឺថ្លាហើយអនាគតខ្លាយជាអ្នកមានអំណាចម៉ោងនោមលៀបសំណាងម៉ោង 4 ព្រឹកដល់ម៉ោង 5 ល្ងាចពណ៌នោមលៀបសំណាងពណ៌ទឹកក្រូចនិងពណ៌ឈាមជ្រូកលេខនោមលៀបសំណាងលេខ 1 និងលេខ 9សូម comment លេខ 222យកលៀបសម្បត្តិមហាសេដ្ឋីនៅថ្ងៃនេះការប្រកបការងារឃើញថាមានការជឿនលឿនទៅមុខយឺតហើយពិសេសងាយកើតបញ្ហាប្រទែងប្រទើសជាមួយអ្នកដតីថែមទៀតផងចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីលោកអ្នកត្រូវចេះសន្សំទ្រព្យដែលល្អោចឡើងទៅកុំខំប្រមូលតែទ្រព្យធំព្រោះថ្ងៃនេះសម្បូរទៅដោយទ្រព្យដែលល្អោចតែប៉ុណ្ណោះរីការធ្វើដំណើរទីជិតឆ្ងាយពុំក៏បីសេពល្បែងសីស្រាព្រោះមានតែនាំទុកសោកមកវិញប៉ុណ្ណោះរីឯបញ្ហាគូស្នេហ៍ប្តីប្រពន្ធកំណោះក្រមុំមានដំណើរការថយក្រោយនិងប្រឆាំងគ្នាច្រើនឆ្នាំថោះទន្សាយមាសមានបារមីដេចជាប្រាជ្ញាឆ្លៀសវៃមានគេជួយជ្រោមជ្រែងអនាគតខ្លាយជាអ្នកមានទ្រព្យនិងមានអំណាចម៉ោងនៃលៀបសំណាងម៉ោង 5 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នោមលៀបសំណាងពណ៌សនិងខ្មៅលេខនោមលៀបសំណាងលេខ 1 និងលេខ 55សូម comment 888យកលៀបសម្បត្តិសំពៅលួងនៅថ្ងៃនេះបើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការងារដែលនៅសេសសល់ពីមុនមកក៏តែងតែផ្ដល់ផលល្អនៅពេលក្រោយវិញជានិច្ច
ចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានការចម្រើនទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្ដូរមុខរបរឬបើកធ្វើចំនួនតូចធំបំផុតរាយការណ៍ធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខផ្សេងផ្សានដោយសពមួយដងរាយបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាប្រពៃឆ្នាំរោងនាគរាជមានរិទ្ធមានអំណាចអ្នកតែងតែមានគំនិតជ្រះថ្លាប្រាជ្ញាវាងវៃប្រាថ្នាអ្វីបានសម្រេចធ្វើការតូចធំរមែងមានអ្នកគាំទ្រទំនុកបំរុងសពបែបយ៉ាងម៉ោងនៃលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌នំលៀបសំណាងពណ៌ខ្មៅនិងស្វាយលេខនំលៀបសំណាងលេខ33និងលេខ55សូមខមមិន168យកលៀបសម្បត្តិមហាសេដ្ឋីនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬរៀបចំពិធីអ្វីមួយផងដែរចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ប្ដូរមុខរបរថ្មីជាឱកាសល្អប្រពៃផងដែរព្រោះថាអាចនឹងមានការជឿនលឿនគ្រាន់គួរសមរាយការណ៍ធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរាយបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគួរជាទីកក់ក្ដៅផងឆ្នាំម្សាញ់ពស់ទេវតានាំលៀបអបរាជចិញ្ចឹមមានជ័យជំនះមានមនុស្សស្រឡាញ់រាប់អានច្រើនម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង7យប់ពណ៌នាំលៀបសំណាងពណ៌បៃតងនិងពណ៌ក្រហមលេខនាំលៀបសំណាងលេខ3និងលេខ22សូមខមមិន777យកលៀបសម្បត្តិទេវតាទ្រព្យនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកស្រុតចុះដូច្នេះបើចង់ធ្វើអ្វីមួយក៏តោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបបញ្ហាអាក្រក់មិនអាចចូលមកដល់សម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីនៅសារថ្ងៃនេះយូនកំពុងដាក់ស្រាប់ប្រឡោះហើយធ្វើឲ្យមានក្រុមមនុស្សតាមឈ្នាននេះនឹងជាបាតច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបជៀសផុតពីចំនួនវិវាទទាំងពួងនេះទៅរួចសម្រាប់សម្ព័ន្ធភាពស្នេហាកំឡោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការគិតគ្នាក្នុងផ្លូវអាក្រក់ច្រើនធ្វើឲ្យមានការកម្មរកោសឥតសូវស្រួលចិត្តប៉ុន្មានឡើយឆ្នាំមមីសេះមេតបនំលៀបអបរាជចិញ្ចឹមមានសំណាងឈ្នះរាល់មាសត្រូវគ្រប់ច្រកល្ហកឡើងបនស័កឡើងតួនាទីម៉ោងនំលៀបសំណាងម៉ោង7ព្រឹកដល់ម៉ោង7យប់ពណ៌នំលៀបសំណាងពណ៌ទឹកក្រូចនិងពណ៌សលេខនំលៀបសំណាងលេខ7និងលេខ91សូមខមមិន666យកលៀបសម្បត្តិអភិជននៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងនិងគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយពីព្រោះថាផលលំបាកងាយធ្លាក់មកត្រូវរែកប៉ុណ្ណាសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីមិនថាការជួញទីជិតឆ្ងាយនៅក្នុងថ្ងៃនេះមានភាពប្រទៀងប្រទើច្រើននិងពិសេសឲ្យប្រយ័ត្នចំនួនវិវាទកើតឡើងរាយការណ៍ធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្ថិភាពប៉ុន្មានទេពិសេសឲ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយរាយបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំគប្បីយកភាពចាញ់ឈ្នះដាក់ក្នុងចិត្តច្រើនពេកបើពុំនោះទេនឹងកើតមានបញ្ហាប្រទៀងប្រទើឥតឈប់ចូលឡើយឆ្នាំមមេពពេមាសបារមីដេជះមានលៀបមានសំណាងคล้ายជាមហាសេដ្ឋីមហាសាលម៉ោងនាំលៀបសំណាងម៉ោង8ដល់ម៉ោង10យប់ពណ៌នាំលៀបសំណាងពណ៌ប្រផេះនិងបៃតងលេខនាំលៀបសំណាងលេខ66និង77សូមខមមិន789យកលៀបសម្បត្តិអុកញ៉ានៅថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកឡើងខ្ពស់ដូច្នេះផ្ដល់ផលល្អសម្រាប់ស្ត្រីក្នុងការចាត់ចែងការងារអ្វីមួយពីព្រោះថាផលល្អតែងតែហុចមកវិញផងសម្រាប់នៅក្នុងថ្ងៃនេះផងដែរដោយសារដួងរាសីឡើងខ្ពស់ដូច្នេះអ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានការចម្រើនលូតលាស់និងទទួលបានជោគជ័យល្អប្រសើររាយការណ៍ធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរាយបញ្ហាសេចក្តីស្នេហាប្រុសស្រីប្រចង់ផ្សំគុំគ្រួសារជាឱកាសល្អប្រពៃបំផុតនិងបើមានចំនួនវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សាទៀតផងឆ្នាំវោកស្វាមាសមានលៀបមានសំណាងប្រាថ្នាអ្វីតែងតែបានសម្រេចតែនឿយបន្តិចម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នាំលៀបសំណាងខ្មៅនិងសលេខនាំលៀបសំណាង112និង56សូមខមមិន777យកលៀបសម្បត្តិមហាសេដ្ឋី
នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេហេតុនេះបើឃើញស្ថានភាពណាមួយមិនល្អក៏បីជៀសវាងឲ្យឆ្ងាយហើយដាច់ខាតមិនត្រូវធ្វើដឹងរឿងអ្នកដទៃពេកឡើយមិនដូច្នោះទេបានគ្រោះភ័យមកវិញជារំខានសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានការប្រយ័ត្នប្រយែងក្រុមមនុស្សព្រំដីផ្អែមតែសម្បកក្រៅតែខាងក្នុងដូចផ្លែល្វាចាំឆ្លៀតឱកាសដណ្ដើមផលប្រយោជន៍អ្វីមួយពីអ្នករាអ្នកធ្វើដំណើរទៅជិតឆ្ងាយមានភាពសុខដុមដោយសពម្ដងរាបញ្ហាសេចក្តីស្នេហាកំណោះក្រមុំវិញហាក់ដូចជាធ្លាក់ទៀបចុះហើយមានការប្រឆាំងគ្នាច្រើនទៀតផងឆ្នាំរកាមួនភ្លើងពណ៌មាសជួបសំណាងមនុស្សគ្រប់គ្នាជួបហើយតែងតែស្រឡាញ់រកអានទំនុកបំរុងម៉ោងនាំលៀបសំណាងម៉ោង7ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងលឿងលេខនាំលៀបសំណាងលេខ5និង66សូមខមមិន168យកលៀបសម្បត្តិទេវតាទ្រព្យនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អជាមធ្យមប៉ុន្តែយ៉ាងណាក៏ដោយសម្រាប់ស្ត្រីនៅតែមានគ្រោះយាយីនៅឡើយដូច្នេះទោះបីធ្វើអ្វីក៏ដោយក៏មិនភ្លឺថ្លាដោយគប់បំណងប៉ុន្មាននោះដែររីអ្នកប្រកបមុខរបរជួញដូររកស៊ីនៅក្នុងថ្ងៃនេះបើចង់បោះទុនតូចធំអ្វីមួយមិនមានអ្វីទោះខុសទេព្រោះថាផលជាផ្លែផ្កាអាចទទួលបានត្រឡប់មកវិញដោយសមបំណងត្រឡប់មកវិញផងដែររីឯការធ្វើដំណើរទីជិតឆ្ងាយតែតែជួបភាពសុខដុមដោយសពម្ដងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រៀបដូចត្រីក្នុងទឹកនារដូវវស្សាឆ្នាំចសនៈមានលៀបមានសំណាងពោពេញដោយសុភមង្គលជាពិសេសអនាគតខ្លាយជាសេដ្ឋីកហបតីឬអភិជនចិត្តខ្ពស់ម៉ោងនាំលៀបសំណាងម៉ោង7ព្រឹកដល់ម៉ោង9យប់ពណ៌នាំលៀបសំណាងពណ៌សនិងក្រហមលេខនាំលៀបសំណាងលេខ44និង99សូមខមមិន168យកលៀបសម្បត្តិទេវតាទ្រព្យក្នុងថ្ងៃនេះមានជោគសេរីហើយបើទោះបីធ្វើអ្វីក៏ដោយតែងតែមានការរីកចម្រើនលូតលាស់និងមានជោគជ័យគួរសមផងសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានការប្រជែងគ្នាច្រើននិងពិសេសការប្រទៀងប្រទើសជាមួយអ្នកមុខរបរដូចគ្នាហេតុនេះក៏បីមានការបើកចិត្តឲ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតឡើងរាយការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរាយបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃឆ្នាំកោជ្រូកនាំលៀបសំណាងនាំសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនាំលៀបសំណាងម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងផ្កាឈូកលេខនាំលៀបសំណាង45និង67សូមខមមិន567យកលៀបសម្បត្តិមហាសេដ្ឋីកហបតីចិនខ្ពស់នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថានៅតែល្អប្រសើរហេតុនេះបើចង់ធ្វើអ្វីក៏តែងតែផ្ដល់ផលជាផ្លែផ្កាមកវិញគ្រួនជាទីពេញចិត្តផងរីការរស់នៅមានភាពសុខដុមនិងក្នុងរង្វង់គ្រួសារបើមានបញ្ហាចំនួនវិវាទជាពេលវេលាល្អក្នុងការដោះស្រាយផងរីអ្នកប្រកបមុខរបរជួញដូររកស៊ីវិញនៅក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បើកហាងថ្មីឬចេញប្រកបចំនួនអ្វីមួយជាឱកាសល្អប្រពៃបំផុតរាយការធ្វើដំណើរទៅជិតឆ្ងាយតែងតែជួបក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់ជានិច្ចរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយពេលនេះជាពេលវេលាល្អក្នុងការផ្សំគុំគ្រួសារបំផុត